សួស្តីបងប្អូនថ្ងៃនេះយើងនឹងមករៀនពីអក្សរខ្មែរទាំងអស់គ្នាពីអក្សរយោដល់អក្សរអតើបងប្អូនរួចរាល់ឬណីតោះមករៀនជាមួយគ្នាចាំមើលសាច់រឿងនិងរូបសត្វគួរឲ្យស្រឡាញ់ដែលយើងបានរៀបចំសម្រាប់បងប្អូនអក្សរយោយោគឺយំក្មេងស្រីកំពុងតែយំក្មេងស្រីកំពុងយំម្ដាយនាងរត់មកអោបតើបងប្អូនធ្លាប់យំដែរឬទេអក្សររោគឺរមាសសត្វរមាសមានមាឌធំនិងមានស្នែងពីរមុខសត្វរមាសកំពុងរត់ក្នុងព្រៃតើបងប្អូនស្គាល់សត្វរមាសដែរឬទេអក្សរវគឺវត្តជាកន្លែងព្រះសង្ឃគង់នៅនិងមានមនុស្សជាច្រើនទៅវត្តតើបងប្អូនធ្លាប់ទៅវត្តដែរឬទេអក្សរលគឺលឡកជាបក្សីតូចមានស្លាបហើយអាចហើរនៅលើមេឃបានតើបងប្អូនធ្លាប់ឃើញសត្វលឡកដែរឬទេអក្សរសគឺសេះជាសត្វមានមាឌធំមានជើង4ហើយរត់លឿនណាស់វាស៊ីស្មៅជាអាហារតើបងប្អូនចូលចិត្តជិះសេះដែរឬទេអក្សរហគឺហោះមើលតែយន្តហោះកំពុងហោះនៅលើមេឃវាហោះខ្ពស់ណាស់ហើយលឿនទៀតផងតើបងប្អូនធ្លាប់ឃើញយន្តហោះដែរឬទេអក្សរឡគឺឡានមើលទៅឡានកំពុងរត់លើផ្លូវវាមានកង់4ហើយអាចដឹកមនុស្សបានតើបងប្អូនចូលចិត្តជិះឡានដែរឬទេអក្សរអគឺអាវជាសម្លៀកបំពាក់ដែលយើងពាក់រាល់ថ្ងៃអាវមានពណ៌ស្អាតហើយធ្វើឲ្យយើងមើលទៅស្អាតតើបងប្អូនពាក់អាវពណ៌អ្វីថ្ងៃនេះបងប្អូនរៀនប៉ុណ្ណឹងបានហើយជួបគ្នានៅវីដេអូបន្តទៀតកុំភ្លេចណាសូមជួយចុចរូបកណ្ដឹងនិងពាក្យ Subscribe ដើម្បីតាមដានវីដេអូបន្តសូមអរគុណ